วิธีធ្វើពងចំហុយមីសួរបែបងាយៗហើយឆ្ងាញ់ទៀតផងបងប្អូនចាជាដំបូងបងប្អូនយកផ្សិតត្រចៀកកដុរមកត្រាំទឹកវាឲ្យរីកហើយយកមកហាន់ចំណិតតូចៗអញ្ចឹងណាបងប្អូនចាពេលដែលយើងហាន់ផ្សិតហើយមកយើងមកធ្វើការហាន់ជាមួយនឹងមីសួររបស់យើងហើយមីសួរនេះយើងត្រាំទឹកដែរមកត្រាំវាឲ្យរីកសិនណាបន្ទាប់មកយើងកូសពងទាដាក់បងមាន់ក៏បានពងទាក៏បានដែរសាច់តែបងប្អូនមានទេចាយើងខ្ញុំប្រើ3គ្រាប់បងប្អូនចាហើយម្សៅស៊ុបមួយចុងស្លាបព្រាម្រេចមួយចុងស្លាបព្រាជាមួយនឹងទឹកដោះគោខាប់ហ្នឹង1ស្លាបព្រាបាយបងប្អូនចាហើយបន្ថែមប៊ីចេងហ្នឹងប្រហែលជាមួយចុងស្លាបព្រាដែរបងប្អូនទឹកប្រេងខ្យង1ស្លាបព្រាបាយហើយនេះខ្ញុំដាក់ទឹកត្រីហ្នឹង2ស្លាបព្រាបាយបងប្អូនចាហើយបន្ទាប់មកយើងមកហាន់ខ្ទឹមយើងដាក់មកបងប្អូនចាមើមខ្ទឹមសហ្នឹងហើយនឹងស្លឹកខ្ទឹមអីហ្នឹងបងប្អូនចាដាក់វារួចរាល់ហើយមកយើងកូរច្បល់វាឲ្យវាសព្វណាបងប្អូនចាកូរវារហូតតែគ្រឿងក្រូវហ្នឹងវាលាយគ្នាសព្វបានល្អណាបងប្អូនចាហើយបន្ទាប់ពីយើងលាយគ្រឿងក្រូវហើយមកយើងយកវាយកមកដាក់ចំហុយបងប្អូនចាហើយសម្រាប់ការចំហុយនេះដែរនាងខ្ញុំប្រើរយៈពេល30នាទីបងប្អូនចាហើយបើសិនបើ30នាទីបងប្អូនសង្ស័យថាវាអត់ឆ្អិនទេបងប្អូនយកចង្កឹះយកមកចាក់វាណាបងប្អូនចាបើសិនជាវាអត់ជាប់ចង្កឹះទេមានន័យថាវាឆ្អិនហើយតែបើថាវានៅជាប់ចង្កឹះយើងដាក់10-20នាទីតាមនឹងទៀតអញ្ចឹងទៅបងប្អូនចាហើយបន្ទាប់មកនាងខ្ញុំដាក់ពងទាផ្នែកក្រហមហ្នឹងមកគ្រាប់ពីលើទៅដើម្បីលាបយកពណ៌វាឲ្យវាស្អាតបងប្អូនចាមើលទៅវាលឿងស្អាតតែម្ដងចាហើយយើងរោយលឹកខ្ទឹមបន្ថែមទៀតជាមួយនឹងម្ទេសហ្នឹងគ្រាប់វាទុកតែមួយផ្លែតទេគឺឆ្អិនរួចរាល់ហើយបងប្អូនចាគឺរសជាតិវិញគឺឆ្ងាញ់មិនអាចបំភ្លេចបានទេបងប្អូនចាហើយវីដេអូរបស់នេះខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like និង subscribe ម្នាក់មួយផងបងប្អូនចាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ